ពុកម៉ែបងប្អូនទាំងអស់គ្នាទៅផ្សារហើយបងប្អូនថ្ងៃនេះដែរបានមកហូបអីដែរបងប្អូនបានទៅផ្សារនៅខ្ញុំផ្សារធម្មជាតិហ្នឹងហើយបន្លែធម្មជាតិហ្នឹងហើយផ្សារនៅរុនតាឯកបន្លែធម្មជាតិផ្លូវច្រកចោះមកដីថ្មីនៃក្រុងរុនតាឯកបងប្អូនបន្លែជាជនយកមកលក់ល្អណាបងប្អូនទិញកន្លែងគាត់នេះសត្វបន្លែធម្មជាតិបងប្អូនបន្លែធម្មជាតិត្រីនេះក៏ធម្មជាតិដែរទិញកន្លែងគាត់មកជួយទិញគាត់នៅរុនតាឯកបាទនៅខាងផ្សារខាងលើបងប្អូនត្រីគាត់ថាត្រីធម្មជាតិទាំងអស់បងប្អូនស្រស់ល្អបងទៅផ្សារទិញបានអីខ្លះព្រឹកមិញបងនេះទិញត្រីព្រឹកមិញបាន1គីឡូទៅចកែងហើយថ្ងៃហ្នឹងជៀនត្រីទៀតអូនជៀនត្រីបងប្អូននេះពួកខ្ញុំគាត់ជៀនត្រីទៀតហើយថ្ងៃហ្នឹងហូបតែត្រីទេបាទហើយណាបងប្អូនហូបត្រីទៅត្រីល្អដែរបងហ្នឹងហើយបងប្អូនឥឡូវថ្ងៃហ្នឹងបានហូបអីអញ្ចឹងជៀនត្រីទៀតដែរថ្ងៃហ្នឹងថ្ងៃមុនជៀនត្រីថ្ងៃនេះជៀនត្រីទៀតដែរមកហូបអ្នកជនបទដែរប៉ុន្តែត្រីធម្មជាតិណាត្រីយើងហូបត្រីរាល់ថ្ងៃក៏អត់អីដែរណាបងប្អូនហ្នឹងហើយត្រីនេះត្រីទន្លេយើងបាទត្រីទន្លេសាបបាទទិញមកពីព្រឹកមិញមកពីផ្សារក្រុងរុនតាឯកបាទផ្សារជាជនយើងលក់នៅផ្សារតែត្រីល្អត្រីធម្មជាតិទាំងអស់បងប្អូនធម្មជាតិហើយមានបន្លែមានអីធម្មជាតិតែនេះជ្រក់ឯអូននេះជ្រក់ឯមែនជ្រក់ក្តាប់អាឡឹកហើយដល់សក់ស្រូវទៅតំណងឆ្ងាញ់ណាស់ហើយជាមួយត្រីចៀនឬក៏ត្រីអាំងទៀតតំណងហ្មងមើលទៅចៀនតែខ្វះម្ទេសអត់មានឥឡូវថ្លៃពេកអត់បានទិញមកអត់ម្ទេសអញ្ចឹងមានតែមើលម្ទេសជុំវិញផ្ទះយើងទៅអញ្ចឹងប៉ុន្តែអត់បានថតឲ្យបងប្អូនមើលទេដោយសារវីដេអូវាមានតែប៉ុណ្្នឹងឯងបងប្អូនបាទហើយមកហូបបាយមួយខ្ញុំហ្នឹងហើយអាហារថ្ងៃត្រង់បងប្អូនយើងជនបទមានប៉ុណ្្នឹងចុះបងប្អូនស្មាននេះហូបបាយនៅអាហារថ្ងៃត្រង់បងប្អូនខ្ញុំចាប់ផ្ដើមមុនបដាណាបងប្អូនមើលទៅជ្រក់ទៅសក់ហើយត្រីចៀនមើលទៅដូចតំណងឆ្ងាញ់បងប្អូនសាក់ធ្វើដូចខ្ញុំសាក់មើលមកហូបយើងជនបទអ្នកស្រែមានតែប៉ុណ្្នឹងបងប្អូនអើយហើយអូនហូបបាយអត់អូនហូបមុនហើយឡាយយកកូនយាយលោកបាទអរគុណបងប្អូនច្រើន